មុននឹងធ្វើការកែច្នៃខ្ញុំត្រូវយកត្បូងមួយគ្រាប់មកធ្វើការត្រួតពិនិត្យមើលគុណភាពពិនិត្យមើលចំណុចដែលយើងត្រូវធ្វើការកែប្រែដើម្បីឲ្យថានៅពេលដែលយើងធ្វើការកែច្នៃរួចឲ្យបានត្បូងហ្នឹងមានគុណភាពល្អចរណៃស្អាតរាងស្អាតណាបងប្អូនទាំងអស់គ្នាហើយនេះគឺជាត្បូងរបស់ភ្ញៀវដែលគាត់ដាក់ឲ្យខ្ញុំជួយធ្វើការកែច្នៃត្បូងរតនគិរីរាងមូលនោះគឺយើងកែច្នៃរួចហើយនៅសល់តែត្បូងផ្សេងទៀតដែលយើងត្រៀមកំពុងតែធ្វើការកែច្នៃណាបងប្អូនទាំងអស់គ្នាដូចជាត្បូងអូលីវីនមួយគ្រាប់នេះគឺជាងមុនគាត់ច្នៃមកហ្នឹងគឺរាងថាំសាច់ធ្វើឲ្យត្បូងរមួលចរណៃមិនសូវស្អាតហើយក៏គាត់មានត្បូងឆៅមកថែមទៀតដែរដូច្នេះហើយខ្ញុំត្រូវយកមកធ្វើការត្រួតពិនិត្យគុណភាពបន្តមកទៀតបានយើងធ្វើការឈូសឆរត្រេរៀងនិងឡើងថាសច្នៃយកតែម្ដងណាបងប្អូនទាំងអស់គ្នាហើយនេះគឺជាប្រភេទត្បូងកណ្ដៀងនេះក៏យើងត្រូវធ្វើការសរេរៀងហើយនឹងធ្វើការឡាំបៀឡើងវិញដែរណាបងប្អូនទាំងអស់គ្នា